ឡើងកាន់តែខ្ពស់អ្នកដែលស្អប់អ្នកដែលចង់ឃើញអ្នកធ្លាក់ចុះក៏កាន់តែច្រើនធម្មតានៅក្នុងសង្គមបច្ចុប្បន្នមិនថានៅក្នុងវ័យមួយណាទេឲ្យតែគឺជាបុគ្គលដែលមានភាពល្បីល្បាញឬមួយក៏ជាបុគ្គលដែលមិនមានភាពល្បីល្បាញក៏ដោយតែមានភាពលេចធ្លោដែលអាចនឹងឲ្យគេផ្សេងចាប់អារម្មណ៍គឺតែងតែត្រូវបានទទួលនៅឥទ្ធិពលមួយយ៉ាងដែលគេហៅថាឥទ្ធិពលស្រូបទាញនៅមនុស្សដែលពូកែច្រណែនឈ្លាននេះឬមួយក៏មនុស្សដែលតែងតែចង់ឃើញយើងធ្លាក់ចុះគឺសម្បូរខ្លាំងមែនទែនអញ្ចឹងហើយត្រឡប់មកវិញវីដេអូនេះជាសារដាស់តឿនហើយក៏ចង់ក្រើនរំលឹកដល់ខ្លួនឯងដូចគ្នាផងដែរថានៅពេលដែលយើងដើរផ្លូវមួយដែលកាន់តែរីកចម្រើនទៅមុខឬមួយក៏អាចនឹងខុសប្រក្រតីជាងយើងកាលពីមុនណាអញ្ចឹងវាតែងតែមានធម៌ពលមួយយ៉ាងដែលអាចស្រូបទាញនៅក្រុមមនុស្សដែលតែងតែចាប់ផ្ដើមកើតចិត្តច្រណែនឈ្លាននេះឬមួយក៏មិនចង់ឃើញយើងល្អជាងគេហើយនឹងចង់ទាញយើងទម្លាក់អ្នកខ្លះដល់ថ្នាក់កេងបន់ឲ្យយើងធ្លាក់ចុះទៀតក៏មានដែរអញ្ចឹងហើយខ្ញុំចង់លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគួរតែព្យាយាមរក្សាធម៌ពលដែលមាននៅក្នុងខ្លួនយើងឲ្យបានច្រើនហើយជៀសបានគឺជាកុំមិនចាំបាច់បញ្ចេញនៅអ្វីដែលជាយើងខ្លាំងពេកទេមានន័យថាពេលខ្លះពេលគេឃើញយើងគេដឹងត្រឹមតែ10ទៅ20ទៅ30%នៃយើងតែប៉ុណ្្នឹងឯងពេលខ្លះទៀតណាបើសិនជាយើងព្យាយាមបញ្ចេញនៅអ្វីដែលជាយើងទាំងអស់ទៅឲ្យគេដឹងខ្លាំងពេកវាប្រៀបដូចជាយើងកាន់តែយកធម៌ពលរបស់យើងទៅឲ្យស្រូបទាញយកធម៌ពលមនុស្សដែលមិនល្អចូលមកក្នុងជីវិតយើងកាន់តែច្រើនដូចគ្នាព្រោះអីមិនមាននរណាម្នាក់ដែលទៅច្រណែនបុគ្គលដែលទៀបជាងគេទេមានតែបុគ្គលដែលលេចធ្លោជាងគេឬមួយក៏ល្អជាងគេទេទើបគេមកច្រណែនឃ្លានេះបានទោះបីជាល្អនៅក្នុងកម្រិតមួយណាក៏ដោយហើយភាពល្អហ្នឹងមិនមែនសំដៅតែលើទ្រព្យធនតែមួយមុខទេគឺសំដៅទៅលើជីវភាពរស់នៅផ្សេងក្តីសុខផ្លូវចិត្តហើយនឹងរូបសម្រស់រូបសម្បត្តិកិរិយាមារយាទហើយនឹងអាចនិយាយបានថា lifestyle អីផ្សេងអញ្ចឹងទៅទាំងអស់ហ្នឹងសុទ្ធសឹងតែគេអាចច្រណែនបានទាំងអស់អញ្ចឹងត្រឡប់មកវិញការច្រណែនគឺជារឿងរបស់គេតែយើងមានសិទ្ធិនៅក្នុងការថែរក្សាសេចក្តីសុខផ្លូវចិត្តផ្លូវកាយនិងផ្លូវអារម្មណ៍របស់យើងតាមរយៈទង្វើរបស់យើងជាប្រចាំថ្ងៃនឹងឯងអញ្ចឹងសង្ខេបជារួមមកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបើសិនជាយើងអាចបញ្ចេញអ្វីដែលជាខ្លួនយើងបានគឺកុំបញ្ចេញអស់ពេកអីមានន័យថារក្សាទុកខ្លះសម្រាប់ខ្លួនឯងព្រោះអីការដែលបញ្ចេញទាំងស្រុងវាប្រៀបដូចជាបង្ហាញនៅចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួនឯងឲ្យទៅកាន់សត្រូវឲ្យគេដឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងហើយបើគិតថាល្អក៏យកទុកបើគិតថាមិនល្អទៅក៏អត់រំលងហើយបើចូលចិត្តក៏ follow for more អរគុណ